បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែប3ថ្ងៃនេះខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនឲ្យស្គាល់កាន់តែច្បាស់អំពីចណ្ដើរស្វាដោយសារតែកន្លងទៅមានពុកម៉ែបងប្អូនច្រឡំគ្នាជាមួយនឹងខ្លែងពស់បាទនេះចណ្ដើរស្វាបែបនេះបាទនេះជាត្រួយបាទត្រួយនេះជាដើមតូចអញ្ចឹងពេលនៅតូចនេះរឿងមានជ្រុងដើមបាទជ្រុងដើមនេះមើល4ជ្រុងអញ្ចឹងស្នូតបាទហើយស្លឹកនេះពុកម៉ែបងប្អូននេះស្លឹកខ្ចីហើយនេះស្លឹកចាស់បាទស្លឹកចាស់បែបនេះបាទខាងលើហើយខាងក្រោមស្រួយជាងខ្លែងពស់បាទនេះចុងស្លឹកស្រួយជាងបាទហើយនេះត្រួយខុសគ្នាបាទទួងត្រួយខុសគ្នាហើយចំណែកនេះដើមបាទពុកម៉ែបងប្អូននេះដើមចណ្ដើរស្វាអញ្ចឹងបាទហើយខ្លែងពស់ក៏មានបាត់អញ្ចឹងដែរប៉ុន្តែខ្លែងពស់យើងកាប់ទៅមានសត្វសក្រហមដល់ចណ្ដើរស្វាយើងកាប់ទៅក៏ច្រាំទៅខ្មៅបាទដំបងរាងសបន្តិចមើលស្ទុះក្រោយមកប្រែពណ៌ជាខ្មៅបាទហើយផ្នត់ដើមគឺបែបហ្នឹងចណ្ដើរស្វាខ្លែងពស់ពីក្រោមទៅអត់ផ្នត់ទេឡើងលើផ្នត់ចណ្ដើរស្វាផ្នត់តាំងពីក្រោមទៅបាទដើមបកដើមហើយផ្នែកប្រើប្រាស់ខ្ញុំសូមបង្ហាញថាអាចព្យាបាលសរសៃជំនួយសរសៃសម្រាប់អ្នកដែលខ្សោយសរសៃហើយក៏អាចជួយបន្សាបជាតិពុលផងដែរបាទបើសិនជាពុកម៉ែបងប្អូនហូបផ្អកហូបត្រីបន្លែដែលមានជាតិពុលឬផ្សិតអីហ្នឹងមកដាំទឹកស្ងោរហូបព្យាបាលជាតិពុលបានបាទហើយពាក់ព័ន្ធនឹងសរសៃពុកម៉ែបងប្អូនអាចយកទៅផ្សំជាមួយរុក្ខជាតិផ្សេងបាទជំនួយសរសៃហើយក៏ជួយកម្លាំងផងដែរបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់ប្រើប្រាស់នៅថ្នាំខ្មែរបុរាណផ្សេងហើយរវល់ច្រើនមិនបានរកដោយខ្លួនឯងសូមទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 13 និង046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆាយលៀងនិង Page គ្រូសេងថ្នាំឆ្នាំឬក៏អាចទាក់ទងតាម Telegram តាមរយៈលេខ097 31 13 និង046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំដូចគ្នាបាទហើយកុំភ្លេចពុកម៉ែបងប្អូនសូមជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីមុនគេបាទហើយក៏ដូចជាជួយ Like Page បាទ Like Page ហើយបញ្ជាក់ជូនពុកម៉ែបងប្អូនផងដែរថាខាងខ្ញុំនេះនៅតំបន់ភ្នំអត់សូវមានសេវាទូរស័ព្ទទេបើសិនជាពុកម៉ែបងប្អូនទេមិនចូលអាចទាក់ទងតាម Telegram មកឬក៏ Facebook មកឆាតមកចូល Page មកបាទងាយជាងបើសិនជាទេចូលក៏ទេបើទេមិនចូលអាចឆាតដោយសារតែខ្ញុំនៅតំបន់ភ្នំអត់សេវាបាទទុកទូរស័ព្ទនៅផ្ទះពេលខ្លះដើរចូលព្រៃជារៀងរាល់ថ្ងៃហើយមួយទៀតបើសិនជាពុកម៉ែបងប្អូនមានចម្ងល់មានជំងឺពិបាកក្នុងការព្យាបាលមិនដឹងថាព្យាបាលយ៉ាងម៉េចជាហើយឆ្ងល់បាទអាចពិគ្រោះយោបល់បានបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ